4.6 សិលធម៌ពិភពលោកក្នុងពិភពលោកមានប្រទេសជាច្រើនដែលមានវប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសាសាសនានិងជំនឿផ្សេងគ្នាប៉ុន្តែប្រជាជនក្នុងប្រទេសនោះសុទ្ធតែចង់រស់នៅជួបជុំសមាជិកគ្រួសារញាតិសន្តានក្នុងប្រទេសជាតិខ្លួននិងប្រាថ្នាសេចក្តីសុខសេចក្តីថ្លៃថ្នូរជីវភាពសមរម្យសិទ្ធិទទួលការអប់រំដូចគ្នាគ្រប់ប្រទេសសុទ្ធតែមិនចង់ឲ្យប្រទេសណាមួយឈ្លានពានខ្លួនឡើយប៉ុន្តែប្រទេសខ្លួនបែរជាទៅឈ្លានពានគេឲ្យលំបាកសពគ្រប់ប្រការផលិតគ្រឿងសព្វាវុធប្រឡាយលោកញុះញង់បង្កចំនួនសាសនាផលិតគ្រឿងញៀនធ្វើឲ្យមនុស្សបាត់បង់ស្មារតីជាដើមតើទាំងនេះព្រោះហេតុអ្វីដូច្នេះដើម្បីបានសេចក្តីសុខក្នុងប្រទេសនីមួយៗក៏បីប្រតិបត្តិតាមគុណធម៌ដូចខាងក្រោមគុណធម៌ទី1មនុស្សគ្រប់រូបក៏បីរកគ្រប់មធ្យោបាយបំបត្តិកុំឲ្យមានទំនាស់សាសនាគឺប្រើការផ្សះផ្សាបង្រួបបង្រួមគ្រប់និន្នាការសាសនាគ្រប់និកាយនិងសាសនានានាគុណធម៌ទី2មនុស្សគ្រប់រូបក៏បីយកទ្រឹស្ដីប្រពុតមកពិចារណានិងអនុវត្តដើម្បីឲ្យប្រទេសរបស់ខ្លួនមានវិបុលភាពនិងសន្តិភាពស្ថិតនៅយូរអង្វែងព្រោះព្រះពុទ្ធសាសនាជាសាសនាសន្តិភាពប្រាសចាកអំពើហិង្សាគ្រប់យ៉ាងផ្ដល់មាគ៌ាឲ្យជនទាំងឡាយចេះរួបរวมគ្នាគោរពសិទ្ធិគ្នាទៅវិញទៅមកឲ្យស្របតាមទ្រឹស្ដីថាសាមគ្គីណាំងតបោសុខោការរួបរวมសាមគ្គីនាំមកនូវសេចក្តីសុខគុណធម៌ទី3មនុស្សគ្រប់រូបរៀបចំខ្លួនឲ្យចេះកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាចេះគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សនិងទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជនជាតិនានាបើប្រាថ្នានៅផលប្រយោជន៍និងវប្បធម៌សន្តិភាពដល់មនុស្សជាតិគុណធម៌ទី4មនុស្សគ្រប់រូបក៏បីស្វែងរកមធ្យោបាយយ៉ាងណាដើម្បីជួយធានាកុំឲ្យមាននរណាម្នាក់នៅក្នុងពិភពលោកយើងនេះស្លាប់ដោយការស្រេកឃ្លានផ្នែកអាហារភោជននោះឲ្យសោះគុណធម៌ទី5មនុស្សគ្រប់រូបក៏បីរស់នៅដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សជាតិកសាងស្នាដៃបង្កើតសមិទ្ធផលបរិច្ចាគលះបង់ធនធានកសាងកិត្តិយសចូលរួមសាងសន្តិភាពសុវត្ថិភាពពិភពលោកដើម្បីទុកជាកេរដំណែលដល់ជនជំនាន់ក្រោយទៀតដោយខិតខំកសាងសមត្ថភាពតម្លៃសិលធម៌ផ្ទាល់ខ្លួនម្យ៉ាងទៀតត្រូវជៀសវាងបង្កអកុសលបង្កភាពអាស្រូវបង្កវិនាសកម្មឬសង្គ្រាមបំផ្លិចបំផ្លាញសមិទ្ធផលប្រយោជន៍មនុស្សជាតិជៀសផុតពីការប្រព្រឹត្តកម្មណាដែលនាំផលវិបាកដល់មនុស្សជាតិនិងនាំឲ្យមានភាពថ្កល់ទោសពីមនុស្សចំនួនក្រោយទៀតគុណធម៌ទី6មនុស្សគ្រប់រូបត្រូវលៃលោកចិត្តឲ្យបានល្អប្រសើរក្នុងនាមជាមនុស្សរស់នៅរួមគ្នាឬធ្វើការជាមួយគ្នាក្រោមដំបូលពិភពលោកតែមួយក៏បីជាអ្នកមានការឲ្យអភ័យការព្រមស្ដាប់គ្នាការអត់ធន់ការមិនប្រកាន់ក្នុងរឿងបន្តិចបន្តួចមិនត្រឹមត្រូវឬមិនសមហេតុផលជាដើមដូច្នេះបុគ្គលគ្រប់រូបត្រូវមានគុណធម៌ក្នុងចិត្តទើបប្រពៃគុណធម៌ទី7មនុស្សគ្រប់រូបក៏បីធ្វើខ្លួនឲ្យជាអ្នកមានបញ្ញានិងប្រាថ្នាឲ្យចិត្តរបស់ខ្លួនស្រឡាញ់មនុស្សគ្រប់ជាតិសាសន៍រួមទាំងមនុស្សដែលជាសត្រូវរបស់ខ្លួនផងសុភាសិតបានលើមកថាការព្យាយាមមិនត្រូវទីមទាមគេត្រូវធ្វើផលក៏បីមានតាមអំពើស្អាតល្អប្រសើរយ៉ាងស្រស់ឆើតគោឈ្មោលមិនមានទឹកដោះទេវានៅទំនេរពីកំណើតវាបើដោះមេតាំងពីកើតកំណើតជាសត្វបើរាល់ថ្ងៃបុគ្គលដតីឃើញប្រពៃនៅការងារនៃបុគ្គលម្នាក់ធ្វើការបន្ទោសស្ដីជាងជាក់ទម្លាក់កំហុសខុសលំអានលោកប្រព្រឹត្តតាមស្នាមគំនុះដែលគេវាស់គូសតាមសន្តានដែលគេធ្វើឲ្យទាំងប៉ុន្មានមិនបានរក្សាការពិតទេបនសម្ភារ